សួស្តីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលភាពបន្តចឹងកុំឲ្យរងចាំពេលយូរតោះគូអ្នកនឹងស្លាប់ភ្លាមពេលលងទឹកក្នុងសុបិនរបស់អ្នកវាមិនអាចទៅរួចទេក្នុងការរត់គេចពីការបំផន់របស់ខ្ញុំហើយខ្ញុំនឹងឧទ្ទិសពលឹងរបស់អ្នកដល់ព្រះមហាក្សត្ររបស់ខ្ញុំមានរឿងអ្វីបងស្រីអ្នកមិនអាចគេងនៅទីនេះបានទេតើអ្នកកំពុងគេងឬអ្នកមិនចុះបន្ទាក់ដល់អំណាចរបស់ខ្ញុំទេភ្ញាក់ឡើងដោយរបៀបណាតើនេះជាការលេងសើចរបស់ប្រលឹងនាគមែនទេដែលមានអំណាចដូចខ្ញុំដែរខ្ញុំនឹងឧទ្ទិសប្រលឹងរបស់ពួកគេរួមជាមួយប្រលឹងរបស់អ្នកអ្វីក៏ដោយមានកិត្តិយសណាស់ដែលអ្នកអាចក្លាយជាផ្នែកមួយនៃប្រលឹងនាគទេវាអាចដោយសារតែអ្នកបានជំរុញខ្លួនឯងខ្លាំងពេកមានរឿងអ្វីហ្នឹងអ្នកដាក់ខ្លួនឯងច្រើនពេកហេតុអ្វីបានជាអ្នកយំខ្ញុំនៅក្បែរអ្នកជានិច្ចមិនថាមានរឿងអ្វីក៏ដោយអ្នកមិនចាំបាច់ទូលរបស់ទាំងអស់ដល់ខ្លួនឯងទេខ្ញុំដឹងថាអ្នកអាចពឹងផ្អែកលើខ្ញុំឪពុករបស់អ្នកមែនទេគាត់និយាយត្រូវណាស់ឡើយមិនចាំបាច់តែឈរនៅខាងមុខដល់រឹងមាំនោះទេម៉ាក់នឹងនៅក្បែរឡាយនិច្ចឡើយមិនចាំបាច់ស៊ូទ្រាំនឹងអ្វីទាំងអស់នោះទេប៉ាម៉ាក់យូមេអារម្មណ៍នៃការទទួលខុសត្រូវរបស់ឡាយគឺខ្លាំងពេកនិងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជួយបងស្រីអ្នកអាចនឹងពឹងលើខ្ញុំបានច្រើនជាងនេះរហហើយខ្ញុំមានគ្រួសារដ៏កក់ក្ដៅមួយមួយណាបងស្រីឬបងប្រុសរបស់ទាំងនោះដែលមិនអាចត្រឡប់វិញបានហ្វូដោយឡៃនិងអែលរបស់ខ្ញុំដែរមកមិនអីទេឬជាមួយកូនទាំងពីរខ្ញុំនឹងធ្វើឲ្យវាមានសុភមង្គលដូចគ្នាប៉ុន្តែជាថ្ងៃដ៏ស្ងប់ស្ងាត់វាមិនអីទេដរាបណាវាមកដល់ពិភពលោកនេះមនុស្សគ្រប់គ្នានៅទីនេះហើយខ្ញុំក៏ដូចគ្នាដែរកាលខ្ញុំនៅក្មេងកាលនោះខ្ញុំមិនដឹងអ្វីទាំងអស់យើងរស់នៅដោយសន្តិភាពបែបនេះខ្ញុំចង់ឲ្យជីវិតបន្តបែបនេះប៉ុន្តែខ្ញុំបានបាត់បង់អ្វីទាំងអស់ក្តីស្រមៃដែលខ្ញុំតែងតែចង់ឃើញអ្វីទាំងអស់គឺនៅទីនេះប៉ុន្តែខ្ញុំមិនអាចនៅទីនេះជារៀងរហូតបានទេខ្ញុំនៅតែមានរឿងដែលខ្ញុំត្រូវធ្វើខ្ញុំមិនអាចទេឈប់នៅទីនេះតែប៉ុណ្ណោះពេលនោះឡាយក៏បានប្រកាសមួយដែលមានលក្ខណៈ SSR ដែលមានឈ្មោះថា Avacan សុំទោសខ្ញុំដឹងហើយវាជាការបំផន់មួយអ្នកទាំងអស់គ្នាប៉ុន្តែស្លាប់ទៅទេតើមានអ្វីកើតឡើងពេលនោះឡែងក៏បានធ្វើការវាប្រហារទៅលើសត្វចម្លែកនោះដែលធ្វើឲ្យវារត់របួសជាខ្លាំងខ្ញុំមានភាពសប្បាយរីករាយច្រើនជាងការស្រមៃរបស់ខ្ញុំទៅទៀតដូច្នេះវាត្រូវការពេលវេលារបស់ខ្ញុំបន្តិចខ្ញុំមកយឺតហើយដោយដែលរំពឹងទុកពីឡៃអញ្ចឹងឡៃមានភាពសូត្រង់ជាងអ្វីដែលខ្ញុំគិតទៅទៀតវាហាក់ដូចជាអ្នកបានកម្ចាត់វារួចហើយត្រូវបានគេកម្ចាត់ដោយការវាប្រហារធម្មតារបស់ឡៃទាំងស្ពេនដែលដួលរលំនេះនិងច្បាប់ចម្លងស៊ីអនទាំងនោះដូច្នេះប្រហែលជាការកម្ចាត់សត្វចម្លែកប្រភេទខ្មោចរបស់ពួកគេប្រហែលជាពួកគេជាសត្វចម្លែកមកពីពិភពលោកមួយផ្សេងទៀតដែលត្រូវបានកោះហៅដោយពលឹងនាគមិនតម្រូវឲ្យមានវេទមន្តបរិសុទ្ធទេឬខ្ញុំនឹងព្យាបាលរបួសរបស់អ្នកដូច្នេះសូមផ្ដល់បញ្ជាមកខ្ញុំឡាយខ្ញុំនឹងជួសជុលវាក្នុងពេលឆាប់នេះតើអ្នកជួបប្រទះបញ្ហាអ្វីឬទេគ្មានអ្វីទេវាគ្រាន់តែបង្ហាញខ្ញុំពីការបំផន់ប៉ុណ្ណោះដូច្នេះខ្ញុំមិនរងរបួសទេឡៃអរគុណម៉ៃសូមមេត្តាប្រាប់យើងពីអ្វីក៏ដោយនៅពេលដែលអ្នកចង់បានម៉ូអរគុណអេរីឡៃខ្ញុំនឹងពឹងផ្អែកលើអ្នកនៅពេលដែលពេលវេលាមកដល់ជាការពិតណាស់អ្នកអាចប្រាប់ខ្ញុំពីអ្វីក៏បានដែរហេម៉ូអ្នកបានការពារយើងនៅពេលដែលយើងស្ថិតនៅក្នុងវេទមន្តបំផន់អរគុណចាស់ឥឡូវនេះយើងគួរតែបន្តទៅមុខទៀតខ្ញុំមិនអាចជួយសង្គ្រោះប៉ានិងម៉ាក់បានទេប៉ុន្តែយូមេនិងអូនស្រីអាចនឹងនៅតែនៅកន្លែងណាមួយនៅទីនេះខ្ញុំនឹងជួយសង្គ្រោះពួកគេមិនថាតម្លៃប៉ុន្មានក៏ដោយទោះបីជាវាជាទេពធីតាក៏ដោយមិនថាឧបសគ្គយ៉ាងណាទេខ្ញុំនឹងសូមមេត្តាខ្ញុំនឹងបើកផ្លូវមួយនេះ
តើវាជានរណាអ្នកណាដែលមិនពាក់ព័ន្ធមិនគួរចុះកន្លែងនេះទេដូច្នេះហើយគឺជាព្រលឹងនាគមែនហើយយូរហើយឬស៊ីអនខ្ញុំនៅទីនេះដើម្បីសងសឹកបន្ទាប់ពី3ឆ្នាំមុន